ពាក្យរបស់យើងនៅទីនេះគឺជាពាក្យ active យើងអានថា active អ្នកខ្លះគាត់អាន active អ្នកខ្លះអានថា active សម្រាប់ខ្ញុំអត់ចង់ឲ្យបងប្អូនខ្វល់ថាមួយណាវាប្រកបត្រឹមត្រូវទេពីព្រោះភាសាណាក៏ដូចភាសាណាដែរពេលខ្លះយើងនិយាយជាភាសានិយាយហ្នឹងទៅចុះសលេងវាប្រែប្រួលបន្តិចចឹងណាអញ្ចឹង active ក៏បាន active ក៏បានដែរហើយពាក្យនេះគឺជា adjective My grandfather is 70 but he is still very active អានោះឧទាហរណ៍មួយឧទាហរណ៍ទី2 Being active every day helps you stay healthy តាមរយៈឧទាហរណ៍ពីរហ្នឹងបងប្អូនអាចដឹងទេតើពាក្យ active ហ្នឹងមានន័យថាម៉េចពាក្យហ្នឹងថាពិតមានន័យច្រើនណាស់ប៉ុន្តែនៅក្នុងករណីនេះពាក្យហ្នឹងគឺមានន័យថាមានភាពសកម្មនៅក្នុងជីវិតរបស់យើងហើយន័យនេះគឺចង់មានន័យថាចង់ឲ្យយើងមានសកម្មភាពច្រើនហ្នឹងណាកុំនៅថ្មឹងមួយកន្លែងឬក៏បើសិនជាយើងធ្វើការកុំអង្គុយយូរពេកអីចឹងទៅឲ្យយើងមានសកម្មភាពធ្វើនេះធ្វើនោះចឹងទៅ My grandfather is 70 but he's still very active ជីតារបស់ខ្ញុំអាយុ70ឆ្នាំហើយប៉ុន្តែគាត់នៅតែមានសកម្មភាពឬក៏គាត់នៅតែសកម្មចឹង Being active every day helps you stay healthy គេថាការមានសកម្មភាពឬក៏ការសកម្មហ្នឹងជារៀងរាល់ថ្ងៃជួយឲ្យអ្នករក្សាសុខភាពបានល្អចាំបងប្អូនសាកយកពាក្យ active ហ្នឹងបង្កើតជាប្រយោគមួយមក comment ក៏វីដេអូនេះពាក្យរបស់យើងនៅទីនេះគឺជាពាក្យ fitness បងប្អូនណាដែលចេះភាសាអង់គ្លេសរៀងគួរសមជាភាសាផ្នែកវេយ្យាករណ៍គាត់ដឹងថាពាក្យ fitness នេះមកពីពីរផ្នែកមួយគឺជាពាក្យដើមភាសាអង់គ្លេសគេហៅថា root word គឺពាក្យ fit នេះហើយផ្នែកមួយទៀតគឺ suffix ness នេះពាក្យ fit បើសិនជាវាជា root word វាជា adjective ទេដល់ពេលយើងដាក់ suffix ness ចូលទៅវាទៅជា noun វិញ fitness បងប្អូនមើលឧទាហរណ៍ហើយព្យាយាមកាត់យកលក្ខណៈមើលតើវាមានន័យថាម៉េច Regular exercise improves your fitness គេថាការធ្វើលំហាត់ប្រាណទៀងទាត់បង្កើន fitness របស់អ្នកមានន័យថាម៉េចបងប្អូនទាំងអស់គ្នា She joined a gym to increase her fitness level គាត់ជាស្រីទៅចូលរួមនៅក្លឹបហាត់ប្រាណឬក៏ទៅក្លឹបហាត់ប្រាណដើម្បីធ្វើឲ្យកើនឡើងនៅកម្រិត fitness របស់គាត់បងប្អូនអាចយល់ទេតើមានន័យថាម៉េច fitness អត្ថន័យដើមគឺនៅជាមួយពាក្យ fit នឹងដដែលទេដែលវាមានន័យថាភាព fit របស់យើងភាសាអង់គ្លេសនៅពេលដែលគេនិយាយថានរណាគេម្នាក់ fit គេចង់មានន័យថាមនុស្សហ្នឹងកម្ពស់កម្ពស់ជាមួយនឹងទម្ងន់គឺសមសួនគឺអត់ធាត់អត់ស្គមពេកអីចឹងទៅហើយបើសិនជាគាត់ហាត់ប្រាណច្រើនរាងកាយរបស់គាត់មាំមួននេះទៅអាហ្នឹងហើយគឺន័យរបស់ fitness ចឹងតាមរយៈឧទាហរណ៍នេះការហាត់ប្រាណជារៀងរាល់ថ្ងៃគឺបង្កើននៅភាពមាំមួនសមសួនរបស់យើងគាត់ទៅក្លឹបហាត់ប្រាណដើម្បីបង្កើនកម្រិតនៃភាពមាំមួនសមសួនរបស់គាត់បងប្អូនសាកយកពាក្យ fitness ហ្នឹងបង្កើតជាប្រយោគមួយណាចង់ដឹងថាបងប្អូនអាចប្រើប្រាស់វាបានអត់បង្កើតជាប្រយោគមួយមកហើយ comment កុំវីដេអូនេះពាក្យរបស់យើងនៅទីនេះគឺជាពាក្យ exercise ពាក្យហ្នឹងអាចប្រើជា noun ក៏បានអាចប្រើជា verb ក៏បាន noun ក្នុងភាសាអង់គ្លេសគឺគេចង់សំដៅទៅរបស់អីមួយឬក៏គំនិតអីមួយអាហ្នឹងគឺ noun ចំពោះ verb វិញគេសំដៅទៅសកម្មភាពឬក៏សំដៅទៅលើអារម្មណ៍ដែលនិយាយតាក់ទងនៅក្នុងប្រយោគហ្នឹងការបញ្យល់របស់ខ្ញុំនៅទីនេះគឺខ្លីៗខ្ញុំអត់ចង់វែងឆ្ងាយលើវេយ្យាករណ៍ទេណាចង់បើសិនជាវាខុសឬក៏វាខ្វះខាតអីអាហ្នឹងគឺដោយសារខ្ញុំព្យាយាមនិយាយខ្លីៗហ្នឹងឯង Exercise is important for a healthy body គេថា exercise គឺសំខាន់សម្រាប់ដល់រាងកាយមួយដែលមានសុខភាពល្អឬក៏សំខាន់ធ្វើឲ្យរាងកាយមួយមានសុខភាពល្អបងប្អូនអាចយល់តើ exercise មានន័យថាម៉េចនៅទីនេះគេប្រើជា noun ណាឃើញទេ I exercise 3 times a week after work ខ្ញុំ exercise 3 ដងក្នុងមួយសប្តាហ៍ក្រោយពេលម៉ោងធ្វើការមានន័យថាម៉េចបងប្អូនទាំងអស់គ្នា exercise តើពាក្យហ្នឹងមានន័យច្រើនណាប៉ុន្តែន័យនៅក្នុងប្រយោគនេះគឺគេចង់សំដៅទៅលើការហាត់ប្រាណសំខាន់ជួយឲ្យ
រាងកាយរបស់យើងមានសុខភាពល្អខ្ញុំធ្វើលំហាត់ប្រាណ3ដងក្នុងមួយសប្តាហ៍ក្រោយពេលធ្វើការចឹងពាក្យរបស់យើងគឺ exercise បងប្អូនសាកបង្កើតប្រយោគមួយមកណាប្រើជា verb ក៏បានជា noun ក៏បាន comment វីដេអូនេះមកពាក្យរបស់យើងគឺពាក្យ work out វាជា noun ប៉ុន្តែដល់ពេលយើងអានយើងអត់អានដាច់ចឹងឯងយើងអត់អានថា work out ចឹងឯងយើងទៅអានវាលឿនដោយសារគេប្រើជាមួយពាក្យឯងចឹងពាក្យហ្នឹងគឺអានថា work out okay I had a great workout at the gym this morning ខ្ញុំមាន workout ដ៏ល្អមួយនៅក្លឹបហាត់ប្រាណព្រឹកមិញនេះអូខេឬក៏ខ្ញុំបាន workout ដ៏ល្អមួយនៅក្លឹបហាត់ប្រាណនាពេលព្រឹកនេះ A short workout can improve your mood គេថា workout ខ្លីមួយអាចជួយបង្កើនឬក៏ជួយធ្វើឲ្យអារម្មណ៍របស់អ្នកប្រសើរជាងមុនអាចកាត់ន័យយល់បានទេបងប្អូនទាំងអស់គ្នាតើ workout នោះមានន័យថាម៉េចគឺមានន័យថា exercise មានន័យថាការហាត់ប្រាណព្រឹកមិញនេះខ្ញុំបានធ្វើការហាត់ប្រាណមួយយ៉ាងល្អនៅក្លឹបហាត់ប្រាណ A short workout can improve your mood ការហាត់ប្រាណមួយខ្លីអាចជួយធ្វើឲ្យអារម្មណ៍របស់អ្នកកាន់តែប្រសើរជាងមុនពាក្យ workout បើនិយាយថាវាដូច exercise ហ្មងក៏បានប៉ុន្តែបើសិនជាគេព្យាយាមបែងចែក exercise គឺនិយាយជាន័យទូទៅ workout គឺសំដៅទៅលើការហាត់ប្រាណមួយពេលហ្នឹងបើសិនជាយើងហាត់ប្រាណ1ម៉ោងយើងអាចនិយាយថា1ម៉ោងហ្នឹងជា workout របស់យើងអាហ្នឹងគេព្យាយាមបែងចែកណាប៉ុន្តែបើប្រើជាទូទៅបងប្អូនប្រើមួយណាក៏បានដែរចាំបងប្អូនសាកយកពាក្យ workout ហ្នឹងមួយមកណាចាំបងប្អូនសាកយកពាក្យហ្នឹង workout ហ្នឹងបង្កើតជាប្រយោគមួយមកឲ្យ comment ក្នុងវីដេអូនេះពាក្យរបស់យើងនៅក្នុងវីដេអូនេះគឺជាពាក្យ stamina វាគឺជា noun ណាហើយពាក្យនេះខ្ញុំប្រាប់បងប្អូនត្រង់ខ្ញុំមិនដឹងភាសាខ្មែរប្រើពាក្យអីទេប៉ុន្តែខ្ញុំយល់ពីអត្ថន័យមកវាឥឡូវយើងមកឧទាហរណ៍សិនណា Running every week helps build stamina Good stamina allows athletes to play longer without getting tired ប្រយោគទី1 Running every week helps build stamina គេថាការរត់ជារៀងរាល់សប្តាហ៍ជួយកសាងឬក៏ជួយធ្វើឲ្យមាន stamina Good stamina គេថា stamina នៅពេលដែលយើងមាន stamina នឹងល្អ allows athletes គឺអនុញ្ញាតឬក៏ធ្វើឲ្យកីឡាករ to play longer អាចលេងបានរយៈពេលយូរ without getting tired ដោយមិនងាយហត់នឿយតើមានន័យថាម៉េចបងប្អូនទាំងអស់គ្នា stamina ហ្នឹងម្ដងទៀតខ្ញុំមិនដឹងថាភាសាខ្មែរប្រើពាក្យអីណាប៉ុន្តែតាមអត្ថន័យនេះហើយតាមអត្ថន័យនៃវចនានុក្រមដែលយើងប្រើប្រាស់ពាក្យ stamina ហ្នឹងសម្រាប់ខ្ញុំប្រើភាសាខ្មែរថាភាពធន់វាជួយឲ្យយើងធន់ជាមួយនឹងអ្វីយើងធ្វើហ្នឹងអញ្ចឹងយើងរត់រាល់សប្តាហ៍ទៅធ្វើឲ្យយើងធន់ជាមួយរឿងហ្នឹងឬក៏ធន់ជាមួយនឹងសកម្មភាពនានាដែលយើងធ្វើបើសិនជាយើងមានភាពធន់នឹងខ្ពស់យើងក៏អាចលេងកីឡាបានយូរអត់ងាយហត់ដែរទៅចឹងមានប៉ុណ្ណឹងបងប្អូនសាកយកពាក្យ stamina ហ្នឹងបង្កើតជាប្រយោគភាសាអង់គ្លេសវិញមកហើយ comment ក្នុងវីដេអូនេះពាក្យរបស់យើងនៅក្នុងវីដេអូនេះគឺជាពាក្យ endurance ហើយវាគឺជា noun ណាយកមកឧទាហរណ៍ Cycling is a great way to improve endurance គេថាការជិះកង់គឺជាវិធីដ៏ល្អមួយនៅក្នុងការបង្កើន endurance Long distance runners need excellent endurance គេថាកីឡាកររត់ជាលក្ខណៈរត់ប្រណាំងឬរត់ចម្ងាយហ្នឹងជាលក្ខណៈផ្លូវឆ្ងាយ long distance need excellent endurance ចាំបាច់ត្រូវការឲ្យមាន endurance ហ្នឹងល្អឥតខ្ចោះហ្មងមានន័យថាម៉េចបងប្អូនទាំងអស់គ្នាន័យវាគឺសាមញ្ញឯងមានន័យថាភាពស៊ូទ្រាំជាមួយអ្វីមួយដែលយើងធ្វើចឹងជាទូទៅយើងលេងកីឡាដូចជាកីឡាជិះកង់ឬក៏កីឡារត់យើងអត់បញ្ចេញកម្លាំងឲ្យវាខ្លាំងម្ដងទេយើងបញ្ចេញមួយល្មមប៉ុន្តែយើងត្រូវបញ្ចេញយូរដល់ពេលបញ្ចេញយូរចឹងវាធ្វើឲ្យអ្នកខ្លះពេលខ្លះបានមួយផ្លែតទៅគាត់បោះបង់ចោលឬក៏មួយផ្លែតទៅអស់ខ្យល់ហើយចឹងទៅ
Chẳng endurance ní cứ cái chẳng xâm đáy tơ à hướng là dương ai thua với ban chú dương su tròn cho mùi ấy mùi nhắn đó anh ấy cái hai tháng endurance happy endurance nóng cái cha pra không cái lá bón tái không chỉ vật ประจำ thay cái phở biển này verb ở với cứ endure bà sẽ đi dương ai enjoy mùi bán cái dương su tròn cho mùi nâng bà cho bao bao xạ vô biển mùi nâng mất endurance nóng bà cao chỉ bị dụ mùi mất chỉ bị sao lấy làm bê đăng thăm bao bao trẻ ớt hay comment không với tổ này mà biết bao nhiêu nó không bị tổ ní cứ chỉ biết strength bên này bà an thế nhá strength giờ bà chọc đói đạt bao nhiêu đạt nơi đạt cho mất strength ok strength bên này bà an thì ta bảo bảo suy giảm an thế nhá weight training increases muscle strength cái thà cá vắt hát tùm ngún này ní cho mình này dừng lược sạch đụng mình nữa cứ chui bằng cá ấn nơi strength bỏ sạch đụng bị muscle ní cứ sạch đụng mình này strength is important in many sports cái thà strength cứ sầm khán nơi nóng cá lên cái lá chỉ tràn ai vô ba này bong bóng ngọt này strength mình này tầm mình strength nắng bà bong bóng kết á vì an bị trên sầm lính sẽ điện cho mọi người strong thấy nhé strong mình này là khăng strength ta bất cứ chuyện nào nó strong này mình này là cầm lăng chẳng ca vắt hát sạch đúng chui bằng cá cầm lăng bao sạch đúng cầm lăng rồi gặp hiếp kháng cứ sầm khăn sầm rạp cá lên cái lá chỉ chờ bong bóng vô biển nó mất á biển strength nó đầm bay đơn là bong bóng trẻ ớt và cao chỉ bị dốt mới mất hãy comment không video này biết bao nhiêu nó không video này cứ chỉ biết flexible dương ở an là sầm liền cái đá này ở lư khăn này giờ nó an thà flexible này on chân này flexible ok ở trên c lư từ sơ flexible vì cứ chỉ adjective yoga helps people become more flexible cái thà ca thua lùm hát bạp yoga lùm hát prán bạp yoga nó cứ chui ăn mình nốt miên lạc cả nè flexible chừng một flexible muscles reduce the risk of injury cái thà sạch đúng đài flexible cứ chui bằng thoi áo cá đài dương miến cột nặng pe lên cái là rồi có áo cá đài dương án rồi rồi buộc bàn cho một bọn này vô lấy ta bị flexible mình nên làm gì flexible nó cứ mình này thá phiệp bắt bàn dương án bắt bàn bàn lò chẳng nè chẳng cái tha làm hạt pran bài yoga chui ở mình nốt mình phiệp bắt bàn bàn lò rồi luôn những tôn những bọt truyền bọt ba mấy bàn ao ngừaไปchẳng nè sạch đốm đã miên phiệp bắt bán cứ chui cắt và thói áo cá để nghi rong cruốc rồi có buộc nó không bé lên kia là flexible cứ chỉ bị bao nhiêu bảo bọc ôn trắng đằng thang bọc ôn mơ bên đằng hai vô lót á bảo bọc sẽ vô bị nó mất và cao chỉ bị vô phải sao lấy mối đợi pra bị nó hai comment không phải ôn mà bị bao nhiêu này thì cứ chỉ bị balance bị nó tập mình này tràn bọc ôn phát còn được hơn balance nó bọc ôn và hai chỉ cha bảo lắm thắt lọc chụp bị mồn cua đá bị bộ bọc ôn là lấy pra app ấy chớn tại tàu người lôi cả từ này kia lôi tụ sắp chẳng đó hai balance nó bộ bóng ôn thưa hướng được trên ban hiệp hội mình nó hướng app tại tàu mình lôi mới bóng ôn được hơi biết năng này balance và tại không ăn từ này ní mình này tại tàu đôi từ cho một người lôi cả này gì này ní cứ chỉ này bài là cái này cây lai mình good balance is important in gymnastics cái thà balance là cứ sầm khán sầm rạp ca lên cái lá bát ca sầm pon cái lá là cái lột rồi lát rồi vào khu này nó không club hạt pra này cái lá bát nằng cho một bộ này đằng ấy ta balance nó đến mình này thôi she practices balance exercises every morning có vật hát lùm hát pran chui từ đó balance chỉ riêng rồi prep mình này thôi nhớ bông bông ngọc này balance cứ mình này thá lùm nâng chân lùm nâng khuôn mà dưỡng đôi nó không ô tô hóa này cái này dễ làm pi cái lá ba cài dần pon nữa đài chỉ cái lá mới ô tô hóa bé khác dương khơi cái vô đầy thui chỉ trường xem đẹp đài bên trong rồi còn lá bên nhân tờ hai làm bay thui đó nó bán to tài
ការរក្សាលំនឹងរបស់ពួកគាត់ល្អក៏មិនចឹងទេធ្លាក់ក្តុកធ្វើអត់បានទេចាំ balance គឺជាពាក្យណាបងប្អូនយកពាក្យហ្នឹងមកបង្កើតជាប្រយោគមួយឲ្យ comment ក្រុមវីដេអូនេះមកបើធ្វើបាននឹងមានន័យបងប្អូនមើលយល់ហើយតែបើអត់បានទេប្រហែលជាបងប្អូនត្រូវសិក្សាពីពាក្យនឹងបន្ថែមទៀតចឹងសាកអនុវត្តទាំងអស់គ្នាពាក្យរបស់យើងនៅទីនេះយើងអានថា coordination ប៉ុន្តែអនេះយើងអានមិនសូវលឺចឹងទេយើងអានវាលឿនចឹងបើសិនជាគេអានណាបងប្អូននឹងលឺគេអានណាចេះ coordination ចឹង core ទៅជា core វិញប៉ុន្តែក៏គេអត់អានថា core ដែរគេអាន core ហ្នឹងលឺតិចចឹងទៅ coordination អូខេ coordination ពេលនេះចាក់ស្ដែងខ្ញុំមិនដឹងបកប្រែភាសាខ្មែរថាម៉េចទេប៉ុន្តែខ្ញុំយល់ពីអត្ថន័យរបស់វាឥឡូវបងប្អូនសាកមើលតើអត្ថន័យរបស់វាមានន័យថាម៉េច Tennis requires good hand-eye coordination គេថាការលេងកីឡាវាយកូនបាល់កីឡា tennis គឺទាមទារឲ្យយើងមាន coordination ហ្នឹងរវាងដៃហើយជាមួយនឹងភ្នែកហ្នឹងឲ្យវាល្អ Children can improve coordination through sports គេថាក្មេងៗអាចបង្កើនសមត្ថភាព coordination របស់គាត់ហ្នឹងតាមរយៈការលេងកីឡាបងប្អូនអាចដឹងទេតើមានន័យថាម៉េចហើយន័យរបស់វាក្នុងប្រយោគទី1នេះគេចង់មានន័យថាចេះកីឡាវាយកូនបាល់ទាមទារឲ្យមានការសហការគ្នាល្អរវាងដៃហើយជាមួយនឹងភ្នែកអញ្ចឹងការលេងកីឡាវាយកូនបាល់យើងដឹងដើម្បីវាយបានតើដៃហើយភ្នែកនឹងវាសហការជាមួយគ្នាបើដៃលះតែភ្នែកយឺតអញ្ចឹងទៅចង់ថាវាយអត់ត្រូវអញ្ចឹងទៅអាហ្នឹងហើយគេហៅលក្ខណៈ coordination ហ្នឹងនៅទីនេះក្មេងៗអាចបង្កើនសមត្ថភាព coordination ហ្នឹងតាមរយៈការលេងកីឡាចឹងគេបើសិនជាលេងកីឡាច្រើនណាភ្នែករបស់យើងលះហើយអញ្ចឹងទៅហើយដៃរបស់យើងមួយភ្នែកយើងធ្វើការស៊ីសង្វាក់គ្នាឬក៏ភ្នែកមួយជើងអីចឹងទៅបើសិនជាយើងលេងកីឡាបាល់ទាត់ឬក៏អាចជើងមួយដៃអីចឹងទៅបើយើងលេងកីឡាឧទាហរណ៍កីឡាបាល់ទះឬក៏កីឡាបាល់បោះអីចឹងទៅណាអាហ្នឹងច្រើនចឹងប៉ុន្តែន័យនេះគេចង់មានន័យថារបស់ពីរសហការគ្នាធ្វើអីមួយចឹងណាអាហ្នឹងហើយគេហៅថា coordination ចាំបងប្អូនយកពាក្យនេះមកហើយខ្ញុំដឹងថាវាពិបាកក្នុងការឲ្យបងប្អូនអាចបង្កើតជាឧទាហរណ៍ណាប៉ុន្តែសាកទៅអាពិបាកចឹងហើយបើសិនជាយើងធ្វើបានអាហ្នឹងមានន័យថាយើងចេះទៅច្រើនចឹងយកពាក្យហ្នឹងបង្កើតជាប្រយោគហើយ comment ក្នុងវីដេអូនេះមក